សួស្តីបងប្អូនឥឡូវយើងមកលេងនៅវាលស្រែបងគឺយើងមកផ្លាស់កូនអញ្ចឹងណាបងប្អូនហើយកូនយើងគឺចាប់ពីខែនេះទៅគឺចាប់ផ្ដើមរៀងពិបាកទៀតហើយបងប្អូនគឺពិបាកស្មៅណាបងប្អូនដោយសារតែខាងខ្ញុំនេះគឺឲ្យទៅដល់ខែប្រាំងហើយគឺរៀងពិបាកហើយបងប្អូនពួកបងប្អូនយើងដែលគាត់អត់មានដីស្រែនៅទីនេះមុតអូអីគឺរៀងពិបាកហើយបងប្អូនដោយសារតែប្រាំងខួតហែងតែម្ដងបងប្អូនគឺរាំងស្ងួតតែម្ដងហើយខាងខ្ញុំតែពួកខ្ញុំនេះគឺបានដីស្រែមួយកន្លែងដែរបងប្អូននៅវាជាប់ដីជាប់អញ្ចឹងណាបងប្អូនអញ្ចឹងហើយគឺស្មៅបានដុកខៀវរហូតដោយសារតែដីសើមបងប្អូនហើយវីដេអូយើងបងប្អូនអ្នកណាក៏ចង់ថតអីដែលប្លែកៗដែរបងប្អូនប៉ុន្តែធ្វើម៉េចបើការងារយើងមានតែកន្លែងដដែលបងប្អូនអញ្ចឹងហើយគឺយើងថតនៅតែដដែលទេបងប្អូនហើយចាប់ពីថ្ងៃនេះទៅគឺខ្ញុំទៅមកនៅតែចការនឹងឯងបងប្អូនហើយព្រឹកមិញយើងរៀបចំមកគឺយើងបានធ្វើម៉ាស៊ីនមួយដែរបងប្អូនគឺបងប្អូនយើងគាត់យកម៉ាស៊ីនមកដោះដូរសមីហ្នឹងបងប្អូនគឺម៉ាស៊ីនកាត់ស្មៅហើយយើងដោះដូររួចហើយយើងមកចការផងយើងហ្នឹងបងប្អូនហើយយើងមកវាវងធ្វើកន្លែងដើម្បីដាំពៅផងយើងហ្នឹងបងប្អូនពៅផងយើងគឺច្រើនដែរបងប្អូននៅផ្ទះតែយើងកាប់ចិត្តអស់ហើយហើយជា3 4ថ្ងៃទៀតយើងរៀបចំកន្លែងបានហើយបងប្អូនគឺកន្លែងយើងដាំហើយបងប្អូនគឺមានគុំអាស័យមួយគុំហ្នឹងគឺយើងធ្វើការពត់លបងតទៅពីពត់លបងចិត្តហើយគឺយើងធ្វើការកាប់ដៅដាំហើយបងប្អូនតទៅពីដាំហើយគឺយើងធ្វើការជីកដងជីកអីទៀតបងប្អូនការងារយើងមានច្រើនបងប្អូនយើងនៅស្រុកស្រែជនបទនេះភាគច្រើនបងប្អូនយើងអត់សូវបានដើរស៊ីឈ្នួលគេទេបងប្អូនដោយសារតែការងារខ្លួនឯងមានអញ្ចឹងណាបងប្អូនហើយនេះជាកន្លែងដែលយើងត្រូវដាំពៅហើយបងប្អូនគឺយើងពត់លបងបានប៉ុណ្ណឹងហើយគឺយើងនៅតែរាយលួសតែមួយយ៉ាងទេបងប្អូនបន្ទាប់ពីរាយលួសរួចហើយគឺយើងធ្វើការបាញ់ថ្នាំស្មៅបងប្អូនហើយព្រៃដប់នេះយើងប្រហែលជាកាប់ច្រាំចោលហើយបងប្អូនអាស័យនេះអីគឺយើងអត់ទុកដែរទេបងប្អូនប្រហែលជាទុកតែ3 4ដើមទេដោយសារតែវាចង្អៀតពេកណាបងប្អូនហើយនេះជាអន្តោងចាស់ของយើងបងប្អូនកាលមុនគឺយើងមានរោងនៅមួយជួរនឹងឯងបងប្អូនគឺរោងចាស់ของយើងតែយើងរើអស់ហើយហើយនេះជាអន្តោងของយើងកាលពីមុនគឺយើងប្រើប្រាស់អន្តោងនឹងឯងបងប្អូនតែឥឡូវគឺប្រើលេងកើតហើយគឺប្រហែលជាស្ដារចេញបងប្អូនបន្ទាប់ពីស្ដារចេញហើយគឺយើងធ្វើការជីកថែមណាបងប្អូនគឺយើងជីកថែមមករៀងជ្រៅបន្តិចទៅហើយបងប្អូននៅតាមនេះគឺខ្ញុំដាំច្រើនដងហើយបងប្អូនប៉ុន្តែដាំវាដុះទៅខ្ញុំធ្លាប់ប្រាប់បងប្អូនចឹងឯងគឺថាខាងខ្ញុំកោច្រើនបងប្អូនកោយើងចង់ទេបងប្អូនប៉ុន្តែកូនទូចៗយើងអត់អាចចង់បានទេគឺយើងប្រឡែងវាណាបងប្អូនពេលដែលយើងប្រឡែងទៅគឺវាដើរលូកលុយពេញទៅនឹងឯងបងប្អូនអញ្ចឹងហើយបើយើងដាំអត់បានដែរទេហើយចេកនេះគឺល្អទៅខែភាសាដោយកោអត់ទាន់ចូលមកទេបងប្អូនចាំមើលតែខែប្រាំងទៅទៀតបងប្អូនគឺអត់មានចេកទេគឺត្រូវកោស៊ីអស់ហើយបងប្អូនដោយសារតែយើងមានកោដំណាំអីមួយដែលយើងអត់មានលបងពាត់គឺអស់ហើយបងប្អូនហើយចេកនេះហើយតែដាំទេបងប្អូនអត់សូវដែរបានហូបខ្លួនឯងទេដោយសារតែផ្ទះយើងនៅឆ្ងាយខ្ញុំកាត់ថារៀបនឹងមកកាប់ហើយមកដល់គេកាប់ក៏មានដែរបងប្អូនហើយគឺសិតតែស្នាមគេកាប់យកទេបងប្អូនស្នាមតងដែរបងប្អូនយើងហើយគាត់នៅចិត្តហ្នឹងបងប្អូនមកគាត់កាប់ហូបទៅឥឡូវសល់មួយស្ទងបងប្អូនមួយស្ទងនេះតែជាចាស់ហើយបងប្អូនអត់ចាស់ទេបងប្អូនគឺទុំមួយហើយបងប្អូនចេកយើងទុំមួយហើយបងប្អូនគឺចេកទុំដើមអង្គពិតចេកពេលតែយកទៅបងប្អូនគឺហូបអត់ទាន់ទេតែបានទុំប៉ុណ្ណឹងហើយគឺទុំលឿនមែនតើបងប្អូនយើងដាក់ចង់ជួចៅក្រោមផ្ទះទៅពេលណាដែលហេវគឺហូបហើយបងប្អូនប៉ុន្តែហូបអត់ទាន់ទេបងប្អូនឃើញតែចាស់ប៉ុណ្ណឹងហើយគឺថាទុំលឿនមែនតើហើយវីដេអូយើងក៏មានតែប៉ុណ្ណឹងដែរបងប្អូនជម្រាបលាបងប្អូនសុខសប្បាយ